5 គំរូនៃសេចក្តីស្រឡាញ់ដែលអ្នកទទួលបានពីកុមារភាពតើអ្នកដឹងទេថាការស្រឡាញ់ដំបូងគេដែលយើងទទួលបានពីកុមារភាពរបស់យើងគឺយើងទទួលបានពីឪពុកម្ដាយរបស់យើងផ្ទាល់ហើយការស្រឡាញ់ទាំងនោះវាបានឆ្លុះបញ្ចាំងឲ្យយើងក្លាយទៅជានរណាម្នាក់នាពេលអនាគតហើយការស្រឡាញ់របស់គាត់ត្រូវបានបង្ហាញតាមរបៀបខុសៗគ្នារបៀបនៃការដោះស្រាយបញ្ហារបៀបដែលយើងទទួលបានពីការលួងលោមចិត្តរបៀបដែលចំនួនត្រូវបានដោះស្រាយរបៀបនៅក្នុងការបង្ហាញនៃក្តីស្រឡាញ់របស់គាត់និងរបៀបដែលគាត់បង្ហាញឲ្យយើងមានសុវត្ថិភាពនៅក្នុងការបញ្ចេញអារម្មណ៍ការពិតនៃយើងទាំងអស់នេះវាបានបង្កើតទៅចេញជាគំរូមួយនៃសេចក្តីស្រឡាញ់ដែលយើងចាប់ផ្ដើមក្លាយទៅជាមនុស្សដែលចេះប្រស្រ័យតាក់ទងចេះដោះស្រាយបញ្ហាចេះពិភាក្សានៅពេលដែលយើងធំដឹងក្តីក៏ប៉ុន្តែប្រសិនបើគំរូនៃសេចក្តីស្រឡាញ់ទាំងនេះបង្ហាញមកយើងនៅក្នុងភាពមិនត្រឹមត្រូវនោះទេនោះវាក៏បង្កឲ្យយើងមានគ្រោះថ្នាក់នៅពេលដែលយើងធំនឹងក្តីដូចគ្នាហើយវាទាមទារឲ្យយើងរៀនឆ្លុះបញ្ចាំងរៀនអង្កេតរៀនកែលម្អរៀនយល់ដឹងបន្ថែមនៅពេលណាដែលយើងចេះឯករាជ្យខ្លួនឯងពីព្រោះគំរូទាំងនេះវានឹងក្លាយទៅជាគំរូបន្តទៀតនៅពេលណាដែលអ្នកខ្លួនឯងបង្ហាញនៅសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃតគ្នាហើយនេះគឺជាគំរូទូទៅទាំង5ដែលខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើសេចក្តីស្រឡាញ់ដែលឪពុកម្ដាយរបស់អ្នកផ្ដល់ឲ្យនោះវានឹងឆ្លុះបញ្ចាំងទៅកាន់អ្នកទាំងអស់គ្នាដោយវិធីណាទី1 The pleasing pattern នៅពេលដែលឪពុកម្ដាយរបស់អ្នកបង្រៀនឲ្យអ្នកយល់ថាសេចក្តីស្រឡាញ់គឺជាការប្រៀនប្រដៅកាលពីកុមារភាពទង្វើដែលឪពុកម្ដាយរបស់យើងគាត់បានផ្ដល់ឲ្យយើងនោះគឺជាការប្រៀនប្រដៅមួយដែលគោរពទៅតាមវិន័យគោរពតាមច្បាប់គ្រួសារគោរពតាមពាក្យសម្ដីដែលគាត់បានណែនាំឬក៏ប្រកបបញ្ជាទាំងអស់នេះវាធ្វើឲ្យយើងទទួលបាននៅអារម្មណ៍មួយដែលមានសម្ពាធអារម្មណ៍មួយដែលយើងភ័យខ្លាចនៅក្នុងការធ្វើអ្វីមួយអារម្មណ៍មួយដែលយើងខ្លាចអ្នកដទៃខកចិត្តជាមួយយើងអារម្មណ៍មួយដែលខ្លាចខ្លួនឯងខ្លាចជាមនុស្សដែលអន់មិនមានតម្លៃនៅក្នុងគ្រួសារពីព្រោះការធ្វើអ្វីមួយទៅតាមការប្រកបបញ្ជាពីឪពុកម្ដាយការប្រៀនប្រដៅដ៏ឥតខ្ចោះមួយឬក៏ជំនឿរបស់គ្រួសារដែលមានតជំនាន់គ្នានោះវាបានបង្កើតឲ្យមនោចេតនារវាងឪពុកម្ដាយហើយនិងកូនមួយនោះត្រូវបានឃ្លាតឆ្ងាយហើយពួកគាត់រៀននៅក្នុងការលាក់បាំងនៅសមត្ថភាពក៏ដូចជាគំនិតពិចារណារបស់គាត់ពីព្រោះគាត់មិនមានភាពហានខ្លានៅក្នុងការប្រឈមមុខនឹងការបង្ហាញខ្លួននិងគំនិតរបស់គាត់ទៅកាន់ឪពុកម្ដាយនោះទេហើយនៅក្នុងការធ្វើទង្វើទាំងនេះយូរទៅវានឹងធ្វើឲ្យយើងខ្លាចទៅចេញជាមនុស្សម្នាក់ទៀតដែលពួកយើងខ្លាចនៅក្នុងការចាប់ផ្ដើមអ្វីមួយខ្លាចនៅក្នុងការក្រែងចិត្តអ្នកដទៃខ្លាចនៅក្នុងការធ្វើអ្វីមួយដែលប៉ះពាល់ទៅដល់ផ្លូវចិត្តអ្នកដទៃដោយគិតថាពួកយើងមិនមានសមត្ថភាពនៅក្នុងការទំនាក់ទំនងជាមួយនឹងពួកគាត់នោះទេដូច្នេះផ្លូវចិត្តរបស់យើងក៏បង្កើតជំនឿមួយថាសេចក្តីស្រឡាញ់គឺត្រូវទទួលបានតាមអាកប្បកិរិយារបស់យើងទង្វើរបស់យើងដែលយើងត្រូវតែធ្វើទៅកាន់នរណាម្នាក់ពីព្រោះអ្នកប្រកាសជាមិនចង់ឲ្យអ្នកដទៃមានអារម្មណ៍ដូចយើងនៅពេលដែលយើងបានប្រទះនៅរឿងមួយចំនួននៅក្នុងវ័យកុមារភាពនោះទេហើយយើងតែងតែចង់ឲ្យគេមានអារម្មណ៍ថាសុវត្ថិភាពនៅជាមួយយើងដូច្នេះនៅពេលដែលយើងធំដឹងក្តីខ្លាចទៅជាមនុស្សពេញវ័យយើងនឹងប្រឈមមុខជាមួយនឹងការពិបាកនៅក្នុងការនិយាយថាទេការភ័យខ្លាចនៃការខកចិត្តរបស់អ្នកដទៃនិងទំនោរនៅក្នុងការផ្ដល់អតិភិបនៅតម្រូវការរបស់អ្នកដទៃជាងខ្លួនឯងហើយពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ថាមានទំនួលខុសត្រូវទៅលើអារម្មណ៍របស់អ្នកដទៃថែមទៀតផងបើទោះបីជាវាធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពនៃផ្លូវចិត្តរបស់យើងផ្ទាល់ខ្លួនក៏ដោយដូច្នេះអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាទំនាក់ទំនងមួយនឹងរហូតតតែអ្នកមានអារម្មណ៍ថាអស់កម្លាំងចិត្តនឿយហត់សម្រាប់ការព្យាបាលឬក៏កែលម្អទៅលើទង្វើឬក៏អាកប្បកិរិយាដែលយើងកំពុងតែបង្ហាញទៅកាន់អ្នកដទៃនៅពេលនេះគឺវាចាប់ផ្ដើមនៅពេលណាដែលអ្នកចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯងដោយគិតថាតម្រូវការអ្នកដទៃមិនមែនជាបញ្ហាឬក៏ជាទំនួលខុសត្រូវរបស់អ្នកទៀតនោះទេហើយទំនាក់ទំនងពិតប្រាកដមិនតម្រូវឲ្យអ្នកបោះបង់ចោលខ្លួនឯងដើម្បីអ្នកដទៃនោះទេទី2 The hiding pattern នៅពេលដែលឪពុកម្ដាយរបស់អ្នកយល់ថាសេចក្តីស្រឡាញ់គឺជាការសម្របខ្លួនដូច្នេះទង្វើដែលឪពុកម្ដាយធ្វើមកកាន់យើងនៅក្នុងវ័យកុមារភាពយល់ថា
ទោះនៅក្នុងបរិយាកាសណាក៏ដោយការបង្ហាញអារម្មណ៍របស់យើងគឺវាមិនសំខាន់នោះទេអ្វីដែលសំខាន់នៅចំពោះមុខនោះគឺត្រូវតែដោះស្រាយបញ្ហាសិនដោះស្រាយរាល់ចំនួនសិនដោះស្រាយរាល់អាកប្បកិរិយាដែលបានកើតឡើងនៅក្នុងផ្ទះសិនដោយមិនត្រូវបានសួរនាំថាតើយើងមានអារម្មណ៍បែបណារងសម្ពាធអ្វីខ្លះនិងប៉ះពាល់ផ្លូវចិត្តអ្វីខ្លះនោះទេទង្វើទាំងនេះវាក៏បានបង្កើតឲ្យយើងមានអស្ថិរភាពអារម្មណ៍របស់យើងឧស្សាហ៍ឡើងចុះទទួលរងការរិះគន់មិនត្រូវបានគេអើពើនៅពេលណាដែលយើងព្យាយាមចង់និយាយមិនត្រូវបានគេសួរនាំនៅពេលណាដែលយើងយំយើងខឹងយើងឆ្លើយតបតវ៉ាទាំងកំហឹងនៅពេលដែលយើងជួបនៅរឿងការចោទប្រកាន់ក៏ដូចជាអយុត្តិធម៌មួយចំនួននៅក្មេងដូច្នេះទង្វើទាំងនេះវាក៏បានបង្រៀនយើងឲ្យក្លាយទៅជាមនុស្សជ្រើសរើសការស្ងៀមគឺជារឿងចាំបាច់បំផុតជ្រើសរើសការរក្សាភាពស្ងៀមស្ងាត់ជ្រើសរើសការមិននិយាយស្ដីជ្រើសរើសនៅក្នុងការសម្របខ្លួននៅក្នុងកលៈទេសៈមួយនោះដើម្បីរស់រានមានជីវិតហើយមិនត្រូវធ្វើអ្វីមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃមកលើខ្លួននោះទេដើម្បីកាត់បន្ថយហានិភ័យកាត់បន្ថយបញ្ហាឬក៏ជៀសវាងពីការដោះស្រាយបញ្ហាទាំងនោះទេហើយវាក៏បង្កើតនៅជំនឿមួយដែលគិតថាផ្ទះគឺជាកន្លែងមួយដែលមិនត្រូវនិយាយច្រើនបើទោះជាអ្នកនិយាយច្រើនក៏ត្រូវបានគេមើលរំលងហើយបែរជាគិតថាអ្នកគឺជាមនុស្សដែលនាំរឿងចង់ធ្វើរឿងនឹងឲ្យវាកាន់តែធំចង់ធ្វើរឿងនឹងឲ្យវាមានអារម្មណ៍ថាមិនស្រួលចិត្តទាំងអស់គ្នាឬក៏គិតថាយើងគឺជាមនុស្សដែលបដិសេធអ្វីមួយនៅក្នុងវិន័យគ្រួសាររបស់យើងការរងផលប៉ះពាល់នៃគំរូនៃសេចក្តីស្រឡាញ់របស់ឪពុកម្ដាយមួយនេះវាក៏បានឆ្លុះបញ្ចាំងយើងនៅពេលដែលយើងធំឡើងវាក៏បានធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលផ្ដល់តម្លៃខ្លួនឯងទាបមានអាការៈថប់បារម្ភនៅក្នុងការរស់នៅក្នុងសង្គមនិងការលំបាកនៅក្នុងការបញ្ចេញគំនិតឬបង្ហាញអារម្មណ៍របស់អ្នកដោយបើកចំហពីព្រោះអ្នកគិតថាបើសិនណាបើអ្នកបង្ហាញពីអារម្មណ៍ឬក៏គំនិតរបស់អ្នកវាមិនមាននរណាម្នាក់ដែលយកចិត្តទុកដាក់ស្ដាប់និងមិនមើលឃើញអ្នកនោះទេបើទោះបីជាអ្នកស្ថិតនៅក្នុងទំនាក់ទំនងដ៏ជិតស្និទ្ធក៏ដោយគំរូនៃសេចក្តីស្រឡាញ់មួយនេះមិនមែនបង្ហាញថាវាជាការខ្វះទំនុកចិត្តនៅក្នុងទំនាក់ទំនងនោះទេប៉ុន្តែវាគឺជាទម្រង់មួយដែលបង្រៀនឲ្យយើងក្លាយទៅជាមនុស្សដែលការពារខ្លួនឯងការពារផ្លូវចិត្តរបស់ខ្លួនឯងកុំឲ្យរងរបួសដោយដែលយើងទទួលបានពីកុមារភាពហើយចំពោះការព្យាបាលវិញវាទាមទារឲ្យយើងឆ្លុះបញ្ចាំងនៅទង្វើរបស់យើងហើយវានឹងចាប់ផ្ដើមប្រសើរឡើងបន្តិចម្ដងនៅពេលដែលយើងព្យាយាមបង្ហាញខ្លួនឯងម្ដងបន្តិចដោយយល់ថាសម្លេងរបស់អ្នកមានប្រសិទ្ធភាពនិងព្យាយាមបញ្យល់ខ្លួនឯងថាត្រូវតែទុកចិត្តទៅលើកលៈទេសៈទុកចិត្តទៅលើមនុស្សជុំវិញខ្លួននៅពេលណាដែលយើងខ្លួនឯងមានអារម្មណ៍ថាសុវត្ថិភាពនៅក្នុងការបង្ហាញទី3 The controlling pattern នៅពេលដែលឪពុកម្ដាយរបស់យើងបង្រៀនយើងឲ្យយល់ថាសេចក្តីស្រឡាញ់គឺជាការគ្រប់គ្រងដូច្នេះទង្វើដែលឪពុកម្ដាយបានបង្រៀនយើងនៅក្នុងវ័យកុមារភាពនឹងវាបានឲ្យយើងយល់ថាផ្ទះគឺជាកន្លែងដែលអារម្មណ៍វិន័យនិងការគាំទ្រសហការមិនស៊ីចង្វាក់គ្នាដូចជាការដែលមិនអាចបង្ហាញថាខ្លួនយើងជានរណាការដែលឪពុកម្ដាយរៀបចំទុកដាក់ឲ្យគ្រប់យ៉ាងការដែលធ្វើឲ្យយើងមិនចេះសម្រេចចិត្តដោយខ្លួនឯងការធ្វើអ្វីមួយដែលត្រូវទាមទារការអនុញ្ញាតពីឪពុកម្ដាយនិងការដែលធ្វើឲ្យយើងគោរពទៅតាមអ្វីដែលពួកគាត់បានប្រាប់យើងនិងចង់ជួសជុលយើងឲ្យក្លាយទៅជាមនុស្សដែលគាត់ចង់បានដូច្នេះទង្វើទាំងនឹងវាបានបង្ហាញឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមិនអាចទាយទុកមុនបាននៅក្នុងការឆ្លើយតបនៅក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយរបស់យើងអញ្ចឹងអ្នកក៏បានរៀនអំពីការលាក់ខ្លួនការលាក់បាំងអំពីរឿងសម្ងាត់របស់ខ្លួនឯងការរៀនកុហកការរៀនមិនទទួលខុសត្រូវការរៀនមិនចេះសម្រេចចិត្តនិងការរៀនមិនអើពើនៅរឿងអ្វីដែលកើតឡើងនៅក្នុងផ្ទះនោះទេហើយវាក៏បានបណ្ដុះឲ្យយើងក្លាយទៅចេញជាមនុស្សម្នាក់ដែលឯករាជ្យស្ងាត់ដោយខ្លួនឯងដែលធ្វើយ៉ាងណាឲ្យផ្លូវចិត្តខ្លួនឯងយល់ថាខ្លួនឯងត្រូវបានគ្រប់គ្រងដោយខ្លួនឯងបាននិងមានសុវត្ថិភាពនៅក្នុងការរស់នៅដោយម្នាក់ឯងហើយវាក៏បង្កើតនៅជំនឿមួយនៃអារម្មណ៍ផ្លូវចិត្តរបស់យើងមួយទៀតថាប្រសិនណាបើខ្ញុំនៅតែត្រូវបានគេគ្រប់គ្រងបែបនេះនោះខ្ញុំនឹងមិនមានរបួសនោះទេក្នុងន័យនេះ
គឺបង្ហាញថាឪពុកម្ដាយនៅតែជាអ្នកគ្រប់គ្រងគាត់ដដែលដូច្នេះរាល់រឿងបញ្ហាដែលគាត់បង្កឡើងដោយខ្លួនឯងគាត់មិនមានបញ្ហានៅក្នុងការដោះស្រាយនោះទេពីព្រោះឪពុកម្ដាយរបស់គាត់គ្រប់គ្រងនិងដោះស្រាយវាជំនួសគាត់រួចទៅហើយដូច្នេះគំរូនៃសេចក្តីស្រឡាញ់មួយនេះវាក៏បានបង្រៀនយើងឲ្យខ្លាចទៅចេញជាមនុស្សម្នាក់ទៀតដែលស្រឡាញ់ឯករាជ្យខ្លាំងពិបាកនៅក្នុងការទុកចិត្តអ្នកដទៃមិនចង់ឲ្យនរណាម្នាក់ដឹងរឿងផ្ទាល់ខ្លួនរបស់អ្នកច្រើននោះទេនិងមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តនៅពេលណាដែលផែនការសម្ងាត់របស់អ្នកមិនដំណើរការរលូនហើយនៅពេលណាដែលអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃអ្នកក៏បង្ហាញនៅអាកប្បកិរិយាមួយចំនួនដែលរងផលប៉ះពាល់ពីកុមារភាពរបស់អ្នកឲ្យអ្នកបានធ្វើទង្វើនោះទៅកាន់គេដូចគ្នាដូចជាចង់ធ្វើអ្វីចង់គ្រប់គ្រងអ្វីដោយខ្លួនឯងដោយមិនចង់ឲ្យគេគ្រប់គ្រងលើខ្លួនការដែលមិនចូលចិត្តផ្ទេរភារកិច្ចឬក៏ឲ្យនរណាម្នាក់ធ្វើអ្វីជំនួសខ្លួនឯងដោយសារតែអ្នកគិតច្រើននិងខ្លាចខកចិត្តទៅលើស្ថានភាពឬក៏ផែនការដែលអ្នកបានគ្រោងទុកក៏ប៉ុន្តែគំរូមួយនេះក៏ប៉ុន្តែនៅក្នុងអំឡុងពេលដែលអ្នកឯករាជ្យដោយខ្លួនឯងនឹងអ្នកនឹងទទួលបានសមត្ថភាពជំនាញកម្លាំងនិងភាពជាអ្នកដឹកនាំហើយការព្យាបាលឬក៏ចង់កែលម្អទៅលើគំរូនៃសេចក្តីស្រឡាញ់របស់អ្នកនៅពេលនេះគឺវាចាប់ផ្ដើមចេញពីអ្នកឆ្លុះបញ្ចាំងពីខ្លួនឯងដោយយល់ថាការគ្រប់គ្រងគឺជាទម្រង់នៃការការពារចំណែកឯការជឿទុកចិត្តនិងភាពរងគ្រោះនៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃគឺវាកើតឡើងនៅពេលណាដែលទំនាក់ទំនងមួយនោះស៊ីជម្រៅតែប៉ុណ្ណោះទី4 The idealizing pattern នៅពេលដែលឪពុកម្ដាយរបស់អ្នកបង្រៀនអ្នកឲ្យយល់ថាសេចក្តីស្រឡាញ់គឺជាការរក្សាឧត្តមគតិដូច្នេះទង្វើដែលឪពុកម្ដាយធ្វើមកកាន់យើងនៅពេលដែលកុមារភាពនោះយល់ថាស្ថិរភាពនៃសេចក្តីស្រឡាញ់គឺវាមិនប្រកបប្រជានោះទេដែលឪពុកម្ដាយរបស់យើងចូលចិត្តសន្យាខ្យល់សន្យាហើយមិនធ្វើសង្ឃឹមហើយក៏លុបបាត់ផ្ដោតក្តីសង្ឃឹមហើយមិនអើពើដូច្នេះវាក៏បង្កើតឲ្យដឹងថាឧត្តមគតិនិងលទ្ធផលគឺវាមិនស៊ីចង្វាក់គ្នានោះទេអញ្ចឹងវាក៏បង្កើតនៅគម្លាតមួយរវាងឪពុកម្ដាយនិងកូនរបស់គាត់ដោយពួកគាត់មានអារម្មណ៍ថានៅពេលនៅឆ្ងាយអ្វីតែងតែមានសង្ឃឹមតែនៅពេលនៅជិតអ្វីក៏ធ្លាក់ចុះដែលគាត់មានជំនឿមួយថាការស្រឡាញ់គឺវាមិនស្ថិតស្ថេរនោះទេហើយវាមិនប្រកបប្រជាហើយអ្វីដែលសំខាន់ទៀតនោះគឺគាត់យល់ថាក្តីស្រឡាញ់គឺជាការធ្វេសប្រហែសរបស់មនុស្សណាម្នាក់ដែលផ្ដល់មកឲ្យគាត់អញ្ចឹងវាក៏ធ្វើឲ្យគាត់คล้ายទៅជាមនុស្សមួយដែលស្រឡាញ់ខ្លាំងនៅពេលដែលចាប់ផ្ដើមដំបូងប៉ុន្តែនៅពេលដែលបន្តទំនាក់ទំនងទៅមុខទៀតពួកគាត់នឹងចាប់ផ្ដើមធ្វេសប្រហែសចាប់ផ្ដើមមិនអើពើចាប់ផ្ដើមមានទំនាក់ទំនងដែលមិនស្ថិរភាពដូចជាការចាប់ផ្ដើមនោះទេហើយពេលខ្លះក៏ធ្វើឲ្យការស្រឡាញ់របស់គាត់នោះមានភាពក្តាប់ណែនជាមួយនឹងការចង់បាននៅអ្វីដែលគាត់ចង់បាននៅពេលដែលគាត់មានអារម្មណ៍ដំបូងតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលយើងធំដឹងក្តីយើងក៏បង្កើតនៅទំនាក់ទំនងដែលមិនប្រកបប្រជាមិនមានស្ថិរភាពដូចគ្នាហើយយើងទទួលបាននៅអារម្មណ៍ដែលខ្លាំងអារម្មណ៍ដែលពុះកញ្ជ្រោលនៅពេលដែលចាប់ផ្ដើមនៅទំនាក់ទំនងនោះតែប៉ុណ្ណោះហើយនៅក្នុងទំនាក់ទំនងមួយនោះដែរអ្នកនឹងធ្វើឲ្យមានការរំពឹងទុកខ្ពស់ការមានផែនការដ៏ល្អឥតខ្ចោះក៏ប៉ុន្តែនៅក្នុងអំឡុងពេលដែលកំពុងរក្សាទំនាក់ទំនងមួយនោះវាមានរឿងអ្វីមួយដែលធ្វើឲ្យយើងខកចិត្តមិនត្រូវទៅតាមផែនការមិនត្រូវទៅតាមអ្វីដែលយើងបានរំពឹងទុកនៅក្នុងទំនាក់ទំនងមួយនោះទេនោះអ្នកនឹងមានអារម្មណ៍ថាឈឺចាប់នៅពេលដែលដៃគូរបស់អ្នកមិនបានធ្វើទៅតាមកម្រិតនៃការរំពឹងទុករបស់អ្នកហើយអ្នកក៏មានអារម្មណ៍ខ្លាចគេបោះបង់ចោលអ្នកនៅពេលដែលអារម្មណ៍របស់អ្នកឡើងចុះដូចគ្នាដើម្បីធ្វើឲ្យទំនាក់ទំនងឬក៏គំរូនៃសេចក្តីស្រឡាញ់របស់អ្នកដែលជះផលមិនល្អទៅកាន់អ្នកដទៃកែលម្អវាឲ្យប្រសើរឡើងនៅពេលដែលអ្នកធំឡើងនោះវាកើតចេញពីការរៀនបង្កើតល្បឿននៃទំនាក់ទំនងចេះអានចិត្តមនុស្សនិងយល់ថាការតភ្ជាប់ទំនាក់ទំនងពិតប្រាកដត្រូវបានបង្កើតឡើងឲ្យមានមនោសញ្ចេតនាបន្តិចម្ដងស៊ីចង្វាក់គ្នាបន្តិចម្ដងមិនមែនធ្វើអ្វីមួយដោយភ្លេចបន្តឬក៏ទាមទារឲ្យដល់ចំណុច100ភ្លាមនោះទេអ្វីគឺត្រូវការពេលវេលាទី5 The avoiding pattern នៅពេលដែលឪពុកម្ដាយរបស់អ្នកបង្រៀនអ្នកឲ្យយល់ថាសេចក្តីស្រឡាញ់គឺជាការគេចវេះដូច្នេះទង្វើដែលឪពុកម្ដាយរបស់អ្នកធ្វើ
មកកាន់អ្នកនៅពេលដែលអ្នកនៅក្នុងវ័យកុមារភាពនោះដោយយល់ថាអ្នកមិនត្រូវទទួលស្គាល់នៅអារម្មណ៍របស់អ្នកដែលអ្នកកំពុងតែបង្ហាញទៅកាន់គាត់នោះទេឧទាហរណ៍ថាបើសិនជាឪពុកម្ដាយរបស់យើងវាយយើងឲ្យយំយើងក៏យំប៉ុន្តែគាត់ក៏ប្រាប់យើងវិញថាឈប់យំអញ្ចឹងវាធ្វើឲ្យយើងទប់ជាមួយនឹងអារម្មណ៍ខ្លួនឯងគ្រប់ពេលរាល់សកម្មភាពដែលឪពុកម្ដាយរបស់យើងធ្វើមកកាន់យើងដូច្នេះអ្នកប្រហែលត្រូវជាបានគេប្រាប់អ្នកតាំងពីក្មេងថាត្រូវតែរឹងមាំត្រូវតែកុំយំនិងយល់ថាអារម្មណ៍របស់អ្នកគឺមិនសំខាន់នៅក្នុងការបង្ហាញនោះទេយូរទៅវាក៏បង្កើតជាគំរូមួយដែលធ្វើឲ្យយើងរៀនទប់ស្កាត់នៅក្នុងការបង្ហាញអារម្មណ៍ខ្លួនឯងទៅកាន់អ្នកដទៃដោយពឹងផ្អែកទៅលើអ្វីដែលមានចំពោះមុខឬក៏សកម្មភាពជាក់ស្ដែងទៅវិញពីព្រោះនៅក្នុងអំឡុងពេលហ្នឹងអ្នកត្រូវការឲ្យអារម្មណ៍របស់អ្នកមានសុវត្ថិភាពនិងអាចទទួលយកបាននៅក្នុងចិត្តអារម្មណ៍របស់ខ្លួនឯងដោយមិនបង្ហាញទៅកាន់អ្នកដទៃដូច្នេះវាក៏បង្កើតឲ្យមានជំនឿនៃអារម្មណ៍របស់យើងមួយថារាល់អ្វីមួយដែលកើតឡើងនៅចំពោះមុខយើងទទួលបានអារម្មណ៍ដែលងាយស្រួលនៅក្នុងការរងប៉ះពាល់មែនតើងាយស្រួលយំមែនតើងាយស្រួលតឹងទ្រូងថប់អារម្មណ៍ខ្សឹកខ្សួលមែនតើហើយអ្នកមិនអាចប្រឈមមុខជាមួយនឹងអ្វីដែលអ្នកបានកើតឡើងនៅក្នុងជីវិតឬក៏បទពិសោធន៍របស់អ្នកនោះទេពីព្រោះរាល់ពេលដែលអ្នករំលឹកនៅរឿងអតីតកាលដែលបានកើតឡើងទាំងនោះគឺអ្នកមានអារម្មណ៍ថាខ្សឹកខ្សួលតឹងទ្រូងហើយចង់យំមែនតើអញ្ចឹងវាធ្វើឲ្យអ្នកខ្លាចទៅចេញជាមនុស្សម្នាក់ទៀតនៅពេលដែលអ្នកធំដឹងក្តីដែលអ្នកយល់ថាអ្នកមានគម្លាតជាមួយនឹងអារម្មណ៍របស់អ្នករហូតមានការពិបាកនៅក្នុងការបើកចំហនិងមានចំណង់ចំណូលចិត្តនៅក្នុងការរស់នៅដោយឯករាជ្យច្រើនជាងការតភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកដទៃពីព្រោះអ្នកចង់មានអារម្មណ៍មួយថាអ្នកចង់ដោះស្រាយបញ្ហាដោយខ្លួនឯងអ្នកចង់ជៀសវាងទៅលើការសន្ទនាណាដែលមានភាពជ្រាលជ្រៅដែលស៊ីជម្រៅនិយាយអំពីអតីតកាលដែលអ្នកបានឆ្លងកាត់ហើយកិច្ចវេះនៅក្នុងការបង្ហាញអារម្មណ៍នៅពេលណាដែលអ្នកប្រតិកម្មជាមួយនឹងមនុស្សដែលបង្ហាញនៅអារម្មណ៍របស់គេខ្លាំងមកកាន់យើងហើយការព្យាបាលនិងការកែលម្អនៅគំរូនៃការផ្ដល់ក្តីស្រឡាញ់មួយនេះដើម្បីឲ្យវាប្រសើរឡើងអ្នកត្រូវតែអនុញ្ញាតឲ្យអារម្មណ៍របស់អ្នកជួបនៅរឿងទាំងនោះប្រឈមមុខនឹងរឿងទាំងនោះដោយគ្មានការវិនិច្ឆ័យហើយទទួលស្គាល់ថាភាពងាយរងគ្រោះនៃអារម្មណ៍ទាំងនោះមិនមែនជាភាពទន់ខ្សោយរបស់អ្នកនោះទេហើយចេះរកពេលវេលាណាមួយដែលធ្វើឲ្យការបញ្ចេញអារម្មណ៍របស់អ្នកមានភាពធូរស្រាលទើបធ្វើឲ្យទំនាក់ទំនងដែលអ្នកកំពុងមានជាមួយអ្នកដទៃវាមានភាពតភ្ជាប់ពិតប្រាកដនិងរក្សាបានយូរអង្វែងសរុបមកវិញគំរូទាំង5នេះមិនមែនបង្ហាញពីអត្តសញ្ញាណរបស់អ្នកនោះទេហើយក៏មិនមែនជាអ្វីដែលអ្នកជ្រើសរើសនៅក្នុងការបង្ហាញខ្លួននៅពេលដែលអ្នកធំដឹងក្តីនោះដែរវាប្រសើរឡើងលុះត្រាតែអ្នកឆ្លុះបញ្ចាំងពីខ្លួនឯងហើយរៀនកែលម្អវានៅក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនាពេលបច្ចុប្បន្ន